ខ្ញុំបានអានប្រយោគមួយដែលគេនិយាយថា10ឆ្នាំទៅមុខទៀតអ្វីៗគ្រប់យ៉ាងដែលយើងកំពុងឆ្លងកាត់ឥឡូវនេះវានឹងលែងសូវសំខាន់ហើយដល់កំពុងសោមហីតែស្រុកនេះអ្នកខ្លះគេជាអត់ឈប់ស្ទប់ទេប៉ុន្តែយើងឈប់ទៅគេអត់ឈប់រឿងរបស់គេយើងឈប់រឿងរបស់យើងរាល់ភាពអាម៉ាស់រាល់យប់ដែលគិតច្រើនពេករាល់ការឈឺចាប់ដែលយើងកំពុងទ្រាំទ្រវានឹងរសាត់បន្តិចម្ដងទម្ងន់នៃកំហុសនិងការឈឺចាប់នៃការបរាជ័យនីមួយៗនឹងរលាយបាត់ទៅជាការចងចាំហើយថ្ងៃណាមួយពេលដែលយើងនឹកដល់រឿងទាំងនោះវាអាចធ្វើឲ្យយើងសើចកថាបានរឿងរ៉ាវដែលកំពុងកើតឡើងឥឡូវនេះដែលយើងគិតថាជារឿងធំទៅថ្ងៃក្រោយវានឹងក្លាយទៅជារឿងតូចតាចដែលយើងនឹងយកវាមកនិយាយចែកម្លែកលេងហើយយើងថែមទាំងអរគុណចំពោះរឿងទាំងអស់ដែលបានកើតឡើងព្រោះបើគ្មានការតស៊ូពីពេលនឹងទេភាពរីកចម្រើនរាល់ថ្ងៃនេះក៏មិនអាចកើតមានឡើងបានដែរដូច្នេះហើយអត់ធ្មត់ថែមតិចទៀតណាបន្តទៅមុខទៀតពូរយប់ដែលគិតច្រើនគេមិនលក់រកការឈឺចាប់រកការសង្ស័យមកលើខ្លួនឯងទាំងម៉ានគឺបន្តអសន្ននេះហើយនៅទីបំផុតគ្រប់យ៉ាងនឹងរំលឹកយើងថាគ្មានអ្វីស្ថិតស្ថេរជារឿងរហូតទេអ្វីគ្រប់យ៉ាងដែលយើងបានឆ្លងកាត់វានឹងធ្វើឲ្យយើងខ្លាចទៅជាយើងនៅថ្ងៃក្រោយពាក្យពេចន៍ទាំងអស់ហ្នឹងខ្ញុំបានសង្ខេបចេញពីអត្ថបទមួយនេះនេះជាព្រឹកទី2នៅកំពង់សោមហើយក៏ជាថ្ងៃចុងក្រោយដែរព្រោះអីការដើរលេងនេះគឺមកព្រាមអត់មានបានគិតទុកយូរទេគាត់តែចង់ដើរលេងមុនចូលឆ្នាំបន្តិចព្រោះមួយរយៈនេះមានអារម្មណ៍ថាធ្វើតការរលុយពេកចឹងទៅចង់ដើរប៉ុន្តែអត់ចង់ដើរពេលមនុស្សច្រើននេះអញ្ចឹងក៏ឆ្លៀតតិចទៅហើយដំណើរមួយនេះគឺរឿងជូរចត់រឿងមានរឿងច្រើនដែលខ្ញុំមិនអាចនិយាយបាននៅក្នុងវីដេអូនេះប៉ុន្តែមានរឿងមួយដែលខ្ញុំចង់និយាយគឺខ្ញុំត្រូវបានគេបោកនិយាយតែគេបោកអញ្ចឹងចោះព្រោះអីខ្ញុំទិញកៅអៅគេសម្រាប់មកពាក់ដើរលេងហ្នឹងណាហើយគេអត់បានដាក់ឲ្យខ្ញុំអញ្ចឹងទៅក៏ដូចបងប្អូនឃើញអញ្ចឹងគឺពាក់កៅអៅតដែរតែធ្លាប់ពាក់ប្រហែលថ្ងៃមកហើយនឹងដែលនៅសល់នៅក្នុងវេលាបានដកចេញណាតែធ្វើមិនទេយើងតាមតាណាទៅព្រោះគ្រប់យ៉ាងវាតែងតែមានឧបសគ្គហើយតិចហើយនឹងច្រើនហើយបើសិនជាយើងឲ្យរឿងទាំងអស់ហ្នឹងមកបញ្ឈប់អាដំណើររបស់យើងហ្នឹងវាដូចអត់សមហេតុផលខ្ញុំមានអារម្មណ៍ថាតាំងពីខ្លួនឯងចិត្តចូលក្បាលសាមកគឺខ្ញុំចាស់ទុំច្រើនហើយចិត្តធ្ងន់ច្រើនពីមុនខ្ញុំជាមនុស្សដែរអ្នកណាធ្វើអីទាស់ចិត្តខ្ញុំតិចគឺអត់បានហ្មងគ្រប់យ៉ាងគឺត្រូវតែ perfect ទៅតាមអ្វីដែលខ្ញុំបានក្រងទុកព្រោះខ្ញុំបើសិនជាធ្វើអីមួយហើយអត់បានតាមអ្វីដែលខ្ញុំក្រងទុកគឺខ្ញុំអត់អស់ចិត្តខ្ញុំអត់សំណុកចិត្តទេគេហៅថា perfectionist ណាប៉ុន្តែក្រោយមកខ្ញុំយល់ខ្លួនឯងថាបើសិនជាខ្ញុំនៅតែបន្តមានអាការគិតបែបហ្នឹងគឺខ្ញុំដូចធ្វើបាបខ្លួនឯងអញ្ចឹងសរុបមកវិញ vlog នេះមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេខ្ញុំថតយកនៅអ្វីដែលខ្ញុំគិតថាខ្ញុំចង់ថតគាត់តែមានពាក្យមួយចង់ផ្ដាំផ្ញើចុងក្រោយគឺមិនថាមានរឿងអីកើតឡើងក៏ដោយបងប្អូនតែចេះមានអាភាពអំណរអគុណនៅក្នុងខ្លួនណាមិនថារឿងតូចមិនថារឿងធំនៅពេលដែលយើងជ្រើសរើសមើលតែរឿងល្អអារឿងល្អហ្នឹងនឹងកើតឡើងរហូតយើងឃើញតែរឿងល្អហ្នឹងរហូតទេហើយជីវិតរបស់យើងក៏វាទៅតាមនឹងដែរ